សូមគោរពនឹងជម្រាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី6នៅសាលាបឋមសិក្សាគួចមីលីទូបេងដែលស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមបាទសួស្តីបងប្អូនទាំងអស់គ្នាយើងវិលជួបគ្នាជាថ្មីម្ដងទៀតហើយតាមរយៈការសិក្សាពីចម្ងាយបាទដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកគឺពុំទាន់ស្ងប់ស្ងាត់នៅឡើយដូច្នេះទើបក្រសួងអប់រំយុវជននិងកីឡាតម្រូវឲ្យបងប្អូនទាំងអស់គ្នាបានសិក្សាពីចម្ងាយជាមួយលោកគ្រូបាទតាមរយៈបណ្ដាញសង្គមដែលមានដូចជា YouTube និង Facebook ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡានិងតាមរយៈប្រព័ន្ធផ្សព្វផ្សាយមានដូចជាទូរទស្សន៍ Total 2 ទូរទស្សន៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាបជាច្រើនទៀតបាទហើយបងប្អូនទាំងអស់គ្នាកុំភ្លេចបាទគឺត្រូវតែធ្វើអនាម័យជាប្រចាំដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលជែលដើម្បីកម្ចាត់ពីមេរោគផ្សេងៗពិសេសនោះគឺបាទមេរោគ COVID-19 ដោយសារតែ COVID-19 គឺពុំទាន់ទៅណាឆ្ងាយពីយើងទេបើសិនជាបងប្អូនភ្លេច COVID-19 គឺ COVID-19 មិនភ្លេចបងប្អូននោះទេបាទមួយទៀតគឺបងប្អូនទាំងអស់គ្នាបាទបើរៀនជាមួយលោកគ្រូបងប្អូនត្រូវតែត្រៀមសម្ភារៈសិក្សាបាទសម្ភារៈសិក្សាទាំងអស់នោះមានដូចជាបាទគឺសៀវភៅសិក្សាគោលបាទគណិតវិទ្យាថ្នាក់ទី6បន្ទាត់បាទបន្ទាត់រ៉ាប៉ុកទ័របាទដែលឈានខ្មៅដៃនិងសម្ភារៈសិក្សាមួយចំនួនទៀតដើម្បីរៀនមេរៀននេះបន្តជាមួយនឹងលោកគ្រូបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចត្រៀមសម្ភារៈទាំងអស់នោះដាក់នៅលើតុរបស់បងប្អូនយើងនឹងជួបគ្នានៅក្នុងមេរៀនរបស់យើងដោយប្រើសម្ភារៈទាំងអស់នេះបាទអញ្ចឹងបងប្អូនអាចត្រៀមទៅបាទតើបងប្អូនទាំងអស់គ្នាបានត្រៀមសម្ភារៈរួចរាល់ហើយឬនៅលោកគ្រូគិតថាបងប្អូនទាំងអស់គ្នាបានត្រៀមសម្ភារៈសិក្សារួចរាល់ហើយបាទដូច្នេះយើងនឹងបន្តទៅដល់មេរៀនរបស់យើងប៉ុន្តែមុននឹងបន្តគឺលោកគ្រូសូមរំលឹកពីអ្វីដែលបងប្អូនទាំងអស់គ្នាបានរៀនជាមួយលោកគ្រូនៅក្នុងថ្ងៃមុនថាតើគណិតវិទ្យានៅក្នុងថ្ងៃមុនយើងរៀនអំពីអ្វីបាទគឺយើងរៀនអំពីបាទមេរៀនទី4គឺសំណង់មុំនិងកន្លះបន្ទាត់ពុះមុំបាទគឺយើងតាក់ទងជាមួយនឹងចំណងជើងរងគឺសំណង់កន្លះបន្ទាត់ពុះមុំបាទយើងដឹងហើយថាកន្លះបន្ទាត់ពុះមុំយើងធ្វើតាម3ជំហានណាត្រូវទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹង3ជំហានទាំងអស់នោះមានអ្វីខ្លះយើងចាប់ផ្ដើមធ្វើពួកយើងសិក្សាថ្ងៃមុនមាន3ជំហានបាទអរគុណអញ្ចឹងលោកគ្រូមានកិច្ចការផ្ទះឲ្យបងប្អូនទាំងអស់គ្នាធ្វើលោកគ្រូគិតថាបងប្អូនទាំងអស់គ្នាប្រហែលជាបានធ្វើកិច្ចការផ្ទះរបស់លោកគ្រូនិងកិច្ចការរបស់សាលារបស់បងប្អូនទាំងអស់គ្នាដោយយកចិត្តទុកដាក់រួចហើយតោះឥឡូវយើងយកសៀវភៅរបស់យើងមកកែកិច្ចការផ្ទះរបស់យើងទាំងអស់គ្នាបាទបាទតោះកិច្ចការផ្ទះរបស់យើងបាទកំណែកិច្ចការផ្ទះបាទចាប់ផ្ដើមគេថាចូលគូកន្លះបន្ទាត់ពុះមុំ OA ពុះមុំបាទគេថាចូលគូកន្លះបន្ទាត់ OA ពុះមុំ M នេះមុំ M ON និងមុំនឹង OB ពុះមុំ N OP ដោយប្រើដៃឈាននិងបន្ទាត់អញ្ចឹងយើងប្រើដៃឈាននិងបន្ទាត់បាទអញ្ចឹងបន្ទាត់គឺគេដើម្បីយកទៅគូសភ្ជាប់ឯណាតែអញ្ចឹងទី1គឺយើងចាប់ផ្ដើមសង់គូកន្លះបន្ទាត់ OA ពុះមុំ MON មុនគេគឺមុំមួយនេះតោះអញ្ចឹងចាប់ផ្ដើមជំហានទី1របស់យើងបាទគឺយើងចាប់ផ្ដើមយកចុងដៃឈានដាក់ចំកម្ពស់នៃមុំគឺកម្ពស់ O គឺយើងសង់បាទបែបនេះបាទគឺយើងសង់ធ្នូបាទធ្នូដែលកាត់ជ្រុងសំទោស NO និងជ្រុងមួយទៀត MO ឬក៏ OM បាទតាចាប់ផ្ដើមសំទោសវាល្អតិចបាទតោះបានធ្នូមួយហើយ
លោកគ្រូសូមបិទឲ្យជាប់តិចសិនបាទបន្ទាប់ពីនឹងហើយយើងចាប់ផ្ដើមយកចុងដែលឈានមានថាយើងត្រូវដាក់នេះគូធ្នូនោះវាកាត់ត្រង់បាទលោកគ្រូដាក់ត្រង់ A ចុះណាត្រង់ A ចុះ A បាទនឹងត្រង់ B អូសំតោះនេះវាមាន A មាន B ឯងយើងកុំឲ្យច្រឡំលោកគ្រូដាក់ O ចឹងណា O បាទ O Q នេះគឺសំខាន់បន្តិច O និង Q បាទមួយទី2គឺយើងចាប់ផ្ដើមបាទដាក់ចុងដែលឈានរបស់យើងមានណាគូធ្នូ2ទៀតដែលកាត់នេះកាត់ក្នុងមុំទាំងពីរយើងដាក់ចុងដែលឈានចំធ្នូទាំងពីរនេះមានតែចង់ចិត្តនៃធ្នូនេះតោះចាប់ផ្ដើមអញ្ចឹងបច្ចៈតិចដែលឈានបងអូនអាចកម្លាតវែងជាងមុនបានប៉ុន្តែគូទាំងពីរត្រូវតែកម្លាតស្មើគ្នាមានតែចំហៀនដែលឈានស្មើគ្នាតើឥឡូវគូចាប់ផ្ដើមគូ1បាទចេញកន្លែងនេះចូលកន្លែងនេះមួយទៀត2ឃើញទេកម្រិតដែលឈានរបស់លោកគ្រូគឺនៅដដែលមានតែចំហៀនដែលឈាននៅដដែលបាទយើងបានចំណុចប្រសពរួមមួយចំណុចប្រសពនេះយើងតាំងតែអក្សរមួយទៀតបាទគឺលោកគ្រូតាំងតែអក្សរ D បាទអញ្ចឹងចាប់ដើមចុងក្រោយគឺយើងគូភ្ជាប់បាទđểប្រើបន្ទាត់មានថាគូកន្លះបន្ទាត់ពុះមុំនឹងចេញពីគល់ O ទៅកាត់ចំណុចប្រសពនៃធ្នូទាំងពីរឲ្យស្មើណាចាស់សំទោសវា L បាទតើអ្នកបងប្អូនអរគ្នាអញ្ចឹងយើងបានកន្លះបន្ទាត់ពុះមុំមួយគឺកន្លះបន្ទាត់ OD ដែលពុះមុំសំទោសមិន D ទេគឺ OA ណាបាទ OA ព្រោះយើងនិយាយថា OA នេះឡើយនេះយើងតាំងអក្សរ A តោះកុំឲ្យបងប្អូននេះលោកគ្រូសរសេរចេះតែម្ដងតាំងកន្លែងនេះដោយ A បាទបានកន្លះបន្ទាត់ពុះមុំ MON រួចហើយទៅដល់កន្លះបន្ទាត់ទៀតកន្លះបន្ទាត់ OB ដែលពុះមុំ NOP ម្ដងតោះចាប់ផ្ដើមសងដូចគ្នាចាប់ផ្ដើមដាក់ចុងវិឈាននៅចំគល់ O ដូចគ្នាមានន័យថាកម្ពូលនៃមុំដូចគ្នាអញ្ចឹងលោកគ្រូចង់រក្សាកម្រិតប៉ុណ្នេះក៏បានដែរនេះណាបាទបានមួយបានធ្នូមួយហើយអញ្ចឹងយើងចាប់ដើមដៅចំណុចមានថាកាត់ត្រង់ធ្នូនឹងកាត់ត្រង់អង្កត់កន្លះបន្ទាត់ OP និងកន្លះបន្ទាត់ O កន្លែង OP នេះកាត់ត្រង់បាទកាត់ត្រង់ C ចាបាទកាត់ត្រង់ C នេះកាត់ត្រង់ D បាទកាត់ត្រង់ D តបពីហ្នឹងគឺយើងសង់បន្តទៀតបាទមានន័យថាសង់ធ្នូចំនួន2ទៀតដោយយកបាទដោយយក D និង C នេះជាផ្ចិតបាទដោយរក្សាចំហៀននៃដែលឈានឲ្យនៅដដែលសំទោសរក្សាចំហៀននៃដែលឈានហ្នឹងឲ្យស្មើគ្នាបើយើងអាចបង្រិចរបស់វាមានអាបរិចទៀតនេះកម្រិតដែលឈានទៅមុខបន្ថែមទៀតហើយធ្វើម៉េចឲ្យកម្រិតហ្នឹងឲ្យស្មើគ្នាតោះចាប់ដើមបន្តបាទមួយព្រោះចាប់ដើមណានេះយើងដើម្បីរកចំណុចផ្សព្វសងធ្នូ2ទៀតមួយបាទឲ្យចំ2ចឹងយើងបានចំណុចប្រសពមួយហើយចំណុចប្រសពនេះគឺយើងតាំងនៅអក្សរ B នេះបាទតាំងនៅអក្សរ B លោកគ្រូដាក់អក្សរខាងក្រោម B តោះចាប់ផ្ដើមចុងក្រោយគឺយើងគូសភ្ជាប់គ្រូយកគូសហ្វូតក្រហមមកដើម្បីដឹងថាមុំវាផ្សេងគ្នាតាយកគូសកន្លះបន្ទាត់ដែលចេញពីចំណុចប្រសពទៅគល់ O ឬក៏កំពូល
បាទយើងបានមុំចំនួននៅក្នុងហ្នឹងមុំមានចំនួន4បាទគឺ2នេះស្មើគ្នា2នេះស្មើគ្នានេះគឺមុំ M O N មុំ M O A មុំ A O N មានន័យថាក្នុងមុំអាធំមួយបែកចែកជា2អាធំមួយនេះបែកចេញជា2ទៀតនេះអាធំ2នេះណាបាទអញ្ចឹងយើងបានកន្លះបន្ទាត់ពុះមុំហើយបងប្អូនអាចយកបន្ទាត់ rapporteur របស់បងប្អូនវាស់មើលថាតើវាស្មើគ្នាមែនឬទេធ្វើតាមជំហានរបស់យើងបាទអរគុណលោកគ្រូគិតថាបងប្អូនអរគ្នាប្រហែលជាបានយល់ទៅលើកិច្ចការផ្ទះមួយនេះហើយអញ្ចឹងដូច្នេះយើងនឹងបន្តទៅដល់បាទមេរៀនមួយទៀតបាទមេរៀននោះគឺយើងប្រើដេឈាននឹងបន្ទាត់ដូចគ្នាតើយើងរៀនអំពីអ្វីណាបាទតោះយើងតាមដានទាំងអស់គ្នាបាទលោកគ្រូសុំដកចេញហើយបាទគឺយើងនឹងរៀនអំពីមេរៀនគណិតវិទ្យាថ្នាក់ទី6ដដែលគឺសៀវភៅទំព័រទី22និង23បាទ22និង23មេរៀនទី4របស់យើងគឺកន្លះបន្ទាត់ពុះមុំនិងសំណងមុំចំណងជើងរងគឺសំណងមុំ60ដឺក្រេដោយប្រើដៃឈាននិងបន្ទាត់បាទចឹងនៅក្នុងមេរៀននេះដែរគឺមានគោលបំណងឲ្យបងប្អូនទាំងអស់គ្នាឬក៏អ្នកសិក្សាទាំងអស់អាចសង់មុំ60ដឺក្រេដោយប្រើដៃឈាននិងបន្ទាត់នឹងបានត្រឹមត្រូវបាទអរគុណដូច្នេះបងប្អូនទាំងអស់គ្នាចាប់ផ្ដើមយកដៃឈាននិងបន្ទាត់របស់បងប្អូនមកមើលលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងដើម្បីសង់បានគឺបងប្អូនទាំងអស់គ្នាទី1យើងចាប់ផ្ដើមមើលលោកគ្រូតើលោកគ្រូត្រូវធ្វើអ្វីបាទលោកគ្រូសុំគូខាងនេះដើម្បីដាក់ខាងនេះជាមេរៀនរបស់យើងបាទចាប់ផ្ដើមបាទលោកគ្រូចាប់ផ្ដើមសង់កន្លះបន្ទាត់មួយបាទដែលចេញពីចំណុចមួយគឺគេហៅថាកំពូលឬក៏គុលលោកគ្រូដាក់អក្សរ O បាទនេះគេហៅថាកន្លះបន្ទាត់ OP ចាបាទ OP ចាប់ផ្ដើមសង់កន្លះបន្ទាត់ OP មួយបាទបន្តទៀតបងអូនចាប់ផ្ដើមប្រើដៃឈានយកដៃឈានរបស់យើងបងអូនអាចគូជាមួយលោកគ្រូបណ្ដាមកនៅក្នុងសភៅព្រៀងរបស់បងអូនក៏បានដែរយើងគូកន្លះបន្ទាត់មួយជាមួយលោកគ្រូបន្ទាប់មកបងអូនដៅអក្សរបាទដៅអក្សរមួយទៀតបងអូនចាប់ផ្ដើមយកចុងដៃឈានរបស់បងអូននេះចុងដៃឈាននេះបងអូនដាក់ទៅចំកំពូលឬក៏ចំនេះចំគុល O នេះបាទឲ្យចំទីតាំងរបស់វាហើយគូសធ្នូបាទគូសធ្នូមួយដែលកាត់កន្លះបន្ទាត់ OP ត្រង់ចំណុចណាមួយតិចយើងចាប់ដើមគូសតាចាប់ដើមដាក់ឲ្យចំហើយកម្រិតដៃឈានបងប្អូនអាចរក្សាកម្រិតរបស់វាឲ្យនឹងមានតែចំហៀនដៃឈានឲ្យនឹងអត់ឲ្យរេលចេញចូលទេបាទតោះចាប់ដើមបាទគូសកន្លះគូសធ្នូដែលកាត់កន្លះបន្ទាត់ OP ត្រង់លោកគ្រូដាក់ត្រង់ A1 បាទត្រង់ A1 អញ្ចឹងជំហានទី1គឺរួចហើយតើជំហានទី1របស់យើងបានរូបមួយបាទគឺរូបបែបនេះបាទលោកគ្រូសូមដាក់ខាងនេះតែម្ដងតោះរូបនេះមួយយើងតាំងអក្សររបស់យើងគឺ O ជាកំពូលឬក៏ជាចំណុចគុលនៃកន្លះបន្ទាត់ P
bà trong nói ế miền hà thú nó cắt răng ế bàn mùi bà ta trong hiến ti mùi ôi mơ mấy ta trong hiến ti mùi là bà lục rú ta lục rú vừa vậy bạn trong hiên ti muối cứ lục rui chập đám cú ẩn cú cần lá bón bàn tọt bạn trong hiên ti muối cú còn lá bón tọt cú còn lá bàn tọt bà cái làm tọt ấy bọn ọt nía ô pì bà ô pì bạn ô pì bàn tọt mở ta lục rui thì thua đôi một đại tiệt bàn tọt mở cứ lục rú đã trong đại chiến nên hà đã trong đại chiến áo chóm trong nói ồ chiến áo chóm trong nói ồ và áo chóm trong nói ố đòi cục bà đói cố thnu bà cục thnu cắt cần làm bằng toát nè cắt cần làm bằng toát ô phí trắng ba trắng e bà ô phí trăng ê ní chọc trong hiên tì mùi rồi bỏ dương bạn dương cả lấy từ mơ trong hiên tì pi rồi bỏ dương bằng to cứ cầm liệt để chiến cứ nào đỏ đài chấn cầm liệt để chiến rồi bỏ dương cứ dương dọc miền này ta dọc ê nè nè dọc ê ní chịp chặt đói cục thnu bà đại cục thnu tiệt đại cục thnu cắt thnu đại miếng chặt ổ nè ta chập đám dương của bạn mới ta đại cục chập đám đã nè ta dốc ế chịp chặt ta chập đám cục và to tiệt muối pi bảy ta lấy dương mờ cô đuôi hải cầm liệt để trên đọc bao lô cô rằng mấy miền rơ bầm ra thời nào thế bên nền tại còn trồng hiền đọc bảo bây giờ bà chân dương bàn dương vô trong nói ế chịp chấp đòi cục thnu mũi tiết cắt nè cắt thnu nước đòi gì miếng chặt dư chúng tôi đòi miếng chặt khẩu tang chặt nó cứ chặt ổ chứ lục khẩu tang so mũi tiết bà lấy lục khẩu tang đã so o chả bà cho o chả lại năng nè lại cho nó phải sọp về nè chân dương ban cho nó phải sọp mùi hài toàn nếp on ọt này là kêu xong vậy mà đong tiền ná cái thá vô trong nói ê ní chìa chấp đòi cục nú đại cắt nú ở miếng chặt ổ cứ dương ban trong nói phải sọp mùi nè cho nó phải sọp nè bà chắc trong hiên tí dương ban rụt bài nè nè trong hiên tí đôi khi on ọt này cho mới dương đã sò tiền á bà dương đã sò tán ta mà quay để dương ở này ta ố bà trong nói ní cực ế bà ní cực phì bà ní cực trong nói ò bàn chân trong hiên thì pì chắc bắt đam ôn cho xe pi trong hiên độ bao này ca ở độ bao dương này ca thưa bà này ca cú hết á này ca xong muốn trong hiên thì pì trong hiên thì pì ai chơi của bà đấy trong hiên thì pì dân thơ mất mệnh bà trong hiên thì pì cứ rẽ xà bạn rẽ xa trong hiến nè trong hiến nè bà rẽ xa trong hiến đại chiến trong hiến đại chiến bà oi nơi đọ đài oi nơi đọ đái rồi có oi dương ở rễ là oi smá nè oi nơi đọ đái
រួចបាទរួចយើងគូអីបងប្អូនអរគ្នារួចយើងគូបាទរួចគូគូធ្នូណាគូធ្នូបាទរួចគូធ្នូណារួចគូធ្នូដែលមានចិត្តបាទនេះចិត្ត A ដែលមានចិត្ត A កាត់ធ្នូបាទកាត់ធ្នូដែលមានចិត្ត O កាត់ធ្នូដែលមានចិត្ត O នេះចិត្ត O នេះត្រង់បាទត្រង់ O បាទនេះគឺជាជំហានទី2ក្នុងការសង់របស់មុំ60ដឺក្រេបាទមួយទៀតដល់ជំហានបន្តបាទសំទោសដែលមានផ្ចិត O ណាកន្លែងនេះថែម O មួយទៀតណាបាទដែលមានផ្ចិត O ណាត្រង់ O ជំហានទី3បងអូនទាំងអស់គ្នាកលេចបន្តទៀតដូច្នេះជំហានទី3របស់យើងសង់បានចំណុចប្រសពរួមហើយអញ្ចឹងបើបានចំណុចប្រសពរួមយើងចាប់ផ្ដើមប្រើបន្ទាត់របស់យើងតែម្ដងយើងប្រើបន្ទាត់របស់យើងទៅគូសភ្ជាប់តែម្ដងគឺគូសភ្ជាប់ពីចំណុច O ទៅចំណុចប្រសពបាទតាចាប់ផ្ដើមគូសភ្ជាប់បាទអញ្ចឹងយើងបានមុំមួយហើយអញ្ចឹងកន្លែងនេះគឺលោកគ្រូចង់តាំងអក្សរមួយទៀតព្រោះកន្លែងនេះលោកគ្រូតាំងអក្សរ N តោះណាអានសំដៅអានអញ្ចឹងយើងបានមុំមួយគឺមុំ60ដឺក្រេហេតុអ្វីបានលោកគ្រូហ៊ានថា60ដឺក្រេតិចទេលោកគ្រូនឹងបញ្ចូលបន្ថែមតោះជំហានទី3របស់យើងបានមុំហើយនេះដោយអ្វីនៅក្នុងរូបរបស់យើងបាទតោះឥឡូវយើងដោះស្រាយលោកគ្រូជំហានទី3បាទជំហានទី3គឺចាប់ផ្ដើមគូសភ្ជាប់យើងមើលអក្សររបស់យើងនៅលើរូបអបាទអាន O A បាទ P បាទជំហានទី3គូសភ្ជាប់គូសភ្ជាប់បាទគូសភ្ជាប់ពីនេះពី O ទៅណាបងប្អូនអរគ្នាទៅ អ នេះទៅ អ បាទយើងបានពេលយើងគូសភ្ជាប់ហើយយើងបានអីយើងបានមុំ N O P បានមុំ N O P ដែលមានរង្វាស់ប្រមាណដឺក្រេបងប្អូនអរគ្នាបាទដែលមានរង្វាស់មេរៀនរបស់យើង60ដឺក្រេអញ្ចឹងដែលមានរង្វាស់ស្មើនឹង60ដឺក្រេបាទ60ដឺក្រេបាទខាងតោះយើងមើលវិធីធ្វើរបស់យើងវិញបាទមិញបងប្អូនអរគ្នាយើងបានគូដោយប្រើដូចឈានទៅអត់មិញដូចឈានកម្រិតដូចឈានអញ្ចឹងដំបូងយើងចាប់ផ្ដើមគូអង្គកន្លះបន្ទាត់មួយដោយប្រើកម្រិតដូចឈានគូធ្នូដែលកាត់មានន័យថាគូធ្នូមួយដែលកាត់បន្តកន្លះបន្ទាត់ OP ត្រង់ចំណុច A អញ្ចឹងកម្រិតដូចឈានមិញស្មើគ្នាទៅអត់ប្រវែងកម្រិតដូចឈាននេះស្មើគ្នាដល់ពេលបងប្អូនទាំងអស់គ្នាគូមួយទៀតធ្នូមួយទៀតដែលយកA ជាផ្ចិតវិញក៏កម្រិតដូចឈាននៅដដែលអញ្ចឹងបើកម្រិតប្រវែងនេះប្រវែង O មក A ឬក៏ប្រវែងA ទៅ O តើកម្រិតដូចឈានឬក៏ប្រវែងវាស្មើគ្នាអត់បងប្អូនទាំងអស់គ្នាបាទវាស្មើគ្នាអញ្ចឹងបើវាស្មើគ្នាដោយសារតែកម្រិតដូចឈានរបស់យើងសំទោសជំហាននៃដូចឈានរបស់យើងស្មើគ្នាបើពីរនឹងស្មើគ្នាចុះប្រវែង 2O
màu cam bị ô màu o bình bởi vì thật này lơ đồng vốn tại muối á ô mà o bình ta bảo bài viết smart này ọt mình bày nè muối pí nè ô mà ê từ o nè ô từ o smart này ọt bạc cứ vì smart này chân bảo vì smart này bảo sân chơi dương cục chọp tới chia tay cao với những lực hữu cục hàng trái á nè ôn ban sắc xa tại lơ mê riêng thằng tì pram tì tiết lực hữu bạch trẻ bà lấy những sạc cục chọp mở bà cục chọp dương ban tay cao mùi được không mê riêng thằng tì pram cana trông tẻng bay smart này mình trông ní smart này việc chia tay cao sa máng đại miên rồng vua mốm tẻng bayនេះគឺស្មើគ្នាគឺ60ដឺការ៉េអញ្ចឹងអានេះក៏60អានេះក៏60នេះក៏60ដោយសារតែចម្ងាយពីមានន័យថាចម្ងាយពី A នេះពី A ទៅធ្នូកន្លែងធ្នូកន្លែងនេះជាមួយនឹងចម្ងាយរបស់ O មក A និង O មក O ហ្នឹងគឺវាស្មើគ្នាដូច្នេះប្រវែងនៃជ្រុងទាំង3នេះគឺស្មើគ្នាអញ្ចឹងវាមានរង្វាស់60ដឺការ៉េចឹងបានលោកគ្រូថាហេតុអីបានគូដែលឈានសោះលោកគ្រូហ៊ានថា60ដឺការ៉េដោយសារអំណាចបែបនេះអញ្ចឹងបងអូនបានកាន់តែច្បាស់បងអូនអាចស្រាវជ្រាវក្នុងសភៅគណិតវិទ្យាថ្នាក់ទី5បន្ថែមមើលថាត្រូវកោណសាមញ្ញវាស្មើនឹង60ដឺការ៉េមែនឬទេបាទអរគុណលោកគ្រូគិតថាបងប្អូនអរគ្នាបានយល់ច្បាស់អំពីក្នុងការសង់មុំ60ដឺការ៉េដោយប្រើដៃឈាននិងបន្ទាត់ច្បាស់ហើយអញ្ចឹងយើងក៏លេខទៅមើលជំហានតាមជំហានរបស់យើងបន្ថែមទៀតសិនមុននឹងយើងធ្វើលំហាត់បាទជំហានទី1គឺបងប្អូនទាំងអស់គ្នាត្រូវតែសង់កន្លះបន្ទាត់មុនគេអញ្ចឹងអក្សរអីអក្សរទៅដែលយកបើសិនជានេះគេថាលោកគ្រូយក OP បាទបន្ទាប់មកគឺដាក់ចំណុចចុងដៃឈានឲ្យចំចំណុច O បាទដោយគូសធ្នូកាត់កន្លះបន្ទាត់ OP ត្រង់ A ដូចតាមអ្វីដែលយើងគូសមិញដល់ពេលជំហានទី2គឺចាប់ផ្ដើមរក្សាគម្លាតនៃដៃឈានដដែលគម្លាតនៃដៃឈានរបស់យើងត្រូវតែរក្សាដដែលគឺឲ្យរួចគូសធ្នូដែលមានចិត្ត A កាត់ធ្នូដែលមានចិត្ត O ត្រង់ O នេះដល់ពេលជំហានទី3អត់មានអីច្រើនទេជំហានទី3គឺគូសភ្ជាប់តែម្ដងគឺគូសភ្ជាប់ពី O ទៅ O ដែលចំណុចប្រសពមិញហ្នឹងបាទយើងបានរង្វាស់មុំដែលស្មើនឹង60ដឺការ៉េហើយបាទដូច្នេះដើម្បីទៀងទាត់បងប្អូនទាំងអស់គ្នាយល់បានកម្រិតណាលោកគ្រូនឹងមានលំហាត់មួយឲ្យបងប្អូនទាំងអស់គ្នាសង់មុំ60ដឺការ៉េដោយប្រើដៃឈាននិងបន្ទាត់អាចសង់នៅលើសភៅព្រាងរបស់បងប្អូនតោះយកដៃឈាននិងបន្ទាត់របស់បងប្អូនមកសង់តោះចាប់ផ្ដើមចឹងលោកគ្រូសំលុបថ្ងៃនេះបាទចឹងដំបូងឡើយគឺយើងចាប់ផ្ដើមសង់កន្លះបន្ទាត់មុនគេបាទតោះបាទកន្លះបន្ទាត់បាទយើងយកចំណុចចំណុចយកជាគោលគឺលោកគ្រូយកចំណុច A បាទនេះចំណុច B កន្លះបន្ទាត់បានហើយគឺបងប្អូនទាំងអស់គ្នាចាប់ផ្ដើមបាទប្រើដៃឈានហើយជំហានទី1របស់យើងនេះគេថាបន្ទាត់មកដាក់ចុងដៃឈានឲ្យចំគល់មានឲ្យចំចំណុច O នេះរបស់យើងលំហាត់នេះគឺចំណុច A តើយើងចាប់ដាក់ឲ្យចំចំណុច A អញ្ចឹងកម្រិតដៃឈានបងប្អូនមើលណាបាទដាក់ឲ្យចំ1បាទតោះចាប់ដើមគូសធ្នូបាទគូសធ្នូ1កាត់បាទកាត់កន្លះបន្ទាត់ OB សំទោស AB ត្រង់ចំណុចអញ្ចឹងលោកគ្រូដាក់ចំណុច O បាទអញ្ចឹងយើងបានជំហានទី1ហើយដល់ពេលជំហានទី2ចាប់ផ្ដើមរក្សាជំហានដែលឈានដែរគឺលោកគ្រូអត់ប៉ះពាល់ទេរក្សានៅដែររួចគូសធ្នូដែលមានផ្ចិតនេះធ្នូដែលមានផ្ចិតមិញលំហាត់មិញចិត្ត A ឥឡូវយើងផ្ចិត O បាទកាត់ធ្នូដែលមានផ្ចិត O នេះដែលមានផ្ចិត O នៅកន្លែងនេះយើង A អញ្ចឹងយើងគូសចាប់តាមមកហើយយើងដាក់ចំណុច A មួយទៀតត្រង់ណាមួយទៀតតោះចាប់ផ្ដើមដាក់ចំបាទគូសបាទយើងបានចំណុចប្រសពមួយហើយអញ្ចឹងកាត់គ្នាចំណុចប្រសពលោកគ្រូដាក់អក្សរមួយទៀតត្រង់ចំណុច M បាទត្រង់ចំណុច M ចុះចុងក្រោយជំហានទី3គឺយើងចាប់ផ្ដើមភ្ជាប់វាតែម្ដងបាទភ្ជាប់ពីចំណុច
cho bị ố tới cho nơiประสอบnày và cứ nhập sập ta bà chớn dương ba rồi vòng mồm muối cứ rồi vòng mồm học sắp đưa cái đấy cho dương tàng à sò mùi máu xì cho nè chớn dương bàn mà dương bàn mồm ấy bao nọ nè chưa gặp lục hồ mới mồm mấy kế bạn dương bán mồm xí ê bí ê chia còn púl ê bí sma năng màn được cái đấy bà học sập được cái đấy dòng mạch đá pan nắng bọn đỏ khné toàn tế bạn lúc lúc cái tha bọn đỏ khné toàn hái trong pua tờ lờ mê riêng đọc bao nhiêu cá xong mống đây ở cá sầm nong mống học sập được cái đấy để pra để trên năng bản toạt được chứ nè đã bay can tại chấp bác cứ lúc lúc miên cái cặp tè muối ở bọn đỏ khné phở lúc lúc sinh không ta bọn đỏ khné đừng thua cái cặp tè nút đào dâu cho tục đã bạn đi chỉ cái cặp tè đọc bao nhiêu bạn cái cặp té cứ lúc lúc ai bọn họ khné xong mống MON mà đang học sắp được cái đấy ruột xong gần lạc bàn toát pum gần lạc bàn toát o pum mồm đi cứ mồm này dừng xong chân à so mùi na chỉ chặt ở xong tốt chưa cầm pu này mồm cứ à so ồ thế cầm pu lực hồ phẻ phải thả so đại nơi cả đà chân dừng bạn đặt lại ní à so ồ màu chặt đàm xong ruột hai ôn xong gần lạc bàn toát pum mồm tiết miền này thá ta mà quay để dương riêng về riêng mồn ôn ai bàn thảm tiền á bà ở con tràn lúc cru sừng khâm tha phong ôn đó khné đừng thua cái cặp te bảo lúc cru để bảo chún cho muối nâng cái cặp te bảo lúc cru này cru người tam sala đã bảo ôn để có nâng bảo chún này ôn thưa và to bị ôn đó khné bà riêng cho muối lúc cru pi chẳng ngay tam để dễ mê riêng mùi nì bà hai phong ôn công phết cứ để xá anh nào mai được ca liên xong ạt đáy cho muối nâng sập bù được có col chéo làm bấy cầm chát bà tí mê rô xem xế vì xe nút cứ mê rô COVID-19 vì pro thá COVID-19 mình tên nát ngay vì dương tê bởi dương plek COVID-19 nâng mạo gì dương pro xa nâng protect chết dương thèm mùl bạn đi chứ này mê riêng đọc bảo lục rú từ mê riêng kẹ nét vị trí thạ tí bà mối siêu phơi sắc tầm qua tí mà phây bấy mê riêng tí buồn cần lạc bàn tuột phù mốm nâng sầm nắng mốm chầm nóng chương rống sầm nắng mốm học sắp được cái đấy đòi pra đại chiên nâng bản toạt nơi bên ý lục ru sông mình chọc lục ru chun po ông đó khní ở miền sọc việt ó cho bát phép ở vậy đại bị sai nú riêng can ta của cài dương nâng chụp khní nơi khóng mê riêng bản to tiệt bạc sông ở cún sông chùm riệp lìa